អាចកំបាំងទាំង12យ៉ាងអាចជួយអ្នកបានពេលជួបរឿងពិបាកចិត្តខ្លាំងជាធម្មតាទេដែលយើងជួបប្រទះនៅអារម្មណ៍ពិបាកចិត្តខ្លាំងវាគឺជារឿងសំខាន់ដែលត្រូវចេះរបៀបគ្រប់គ្រងខ្លួនឯងដើម្បីឆ្លងកាត់ដំណាក់កាលនោះខាងក្រោមនេះជាអាចកំបាំងឬវិធីសាស្ត្រ12យ៉ាងដែលអាចជួយអ្នកបាននៅពេលជួបរឿងពិបាកចិត្តខ្លាំង 1. អនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍កុំព្យាយាមទប់ឬបដិសេធអារម្មណ៍ឈឺចាប់ពិបាកចិត្តឬខឹងរបស់អ្នកអនុញ្ញាតឲ្យខ្លួនឯងយំឬបង្ហាញអារម្មណ៍នោះចេញមកដោយសុវត្ថិភាពការទប់ស្កាត់អារម្មណ៍អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅវិញ 2. ប្រើប្រាស់បច្ចេកទេសដកដង្ហើមនិងសមាធិនៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំងសូមផ្ដោតលើការដកដង្ហើមវែងៗនិងយឺតៗការដកដង្ហើមបែបនេះអាចជួយបញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលនិងកាត់បន្ថយការឆ្លើយតបដោយស្វ័យប្រវត្តិចំពោះភាពតានតឹងព្យាយាមធ្វើសមាធិខ្លីៗដើម្បីនាំខ្លួនឯងមកកាន់ពេលបច្ចុប្បន្ន 3. ថែរក្សាសុខភាពមូលដ្ឋាននៅពេលពិបាកចិត្តខ្លាំងអ្នកងាយនឹងធ្វេសប្រហែសខ្លួនឯងសូមធានាថាអ្នកចំណុចទី 1 គេងឲ្យបានគ្រប់គ្រាន់ 7 ទៅ 8 ម៉ោងចំណុចទី 2 ញ៉ាំអាហារមានជីវជាតិល្អហើយកុំរំលងអាហារចំណុចទី 3 ផឹកទឹកឲ្យបានគ្រប់គ្រាន់ 4. រក្សាទំនាក់ទំនងនិងស្វែងរកជំនួយចំណុចទី 1 កុំនៅដាច់ឆ្ងាយត្រូវប្រាប់មិត្តភ័ក្តិឬក្រុមគ្រួសារដែលអ្នកទុកចិត្តអំពីអារម្មណ៍របស់អ្នកការនិយាយចេញជួយបន្ថយភាពតានតឹងចំណុចទី 2 ស្ដាប់និងគាំទ្រគ្នាទៅវិញទៅមកពេលខ្លះការគ្រាន់តែមានអ្នកស្ដាប់ដោយយកចិត្តទុកដាក់និងមិនវិនិច្ឆ័យគឺជាជំនួយដ៏ធំបំផុត 5. ធ្វើសកម្មភាពរាងកាយការហាត់ប្រាណឬសកម្មភាពរាងកាយដូចជាការដើរក្នុងសួនច្បារអាចជំរុញសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុនសូម្បីតែការដើរបន្តិចបន្តួចក៏អាចជួយបានដែរ 6. កំណត់គោលដៅតូចៗនិងជាក់ស្ដែងកុំដាក់បន្ទុកលើខ្លួនឯងពេកត្រូវបំបែកកិច្ចការធំៗទៅជាជំហានតូចបំផុតដែលអ្នកអាចសម្រេចបានក្នុងមួយថ្ងៃការសម្រេចបានគោលដៅតូចៗនឹងជួយបង្កើតអារម្មណ៍រីកចម្រើននិងបង្កើនភាពជឿជាក់លើខ្លួនឯងឡើងវិញ 7. សរសេរកំណត់ហេតុការសរសេរនៅអ្វីដែលអ្នកគិតនិងមានអារម្មណ៍ក្នុងសៀវភៅកំណត់ហេតុអាចជួយអ្នកឲ្យដំណើរការអារម្មណ៍និងមើលឃើញបញ្ហារបស់អ្នកបានច្បាស់លាស់ដោយមានលក្ខណៈរៀបរយ 8. កំណត់ព្រំដែននិងចេះនិយាយថាទេកុំព្យាយាមទទួលខុសត្រូវលើរឿងរ៉ាវទាំងអស់ត្រូវរៀនបដិសេធចំពោះអ្វីដែលធ្វើឲ្យអ្នកតានតឹងឬហួសពីលទ្ធភាពរបស់អ្នកការការពារថាមពលនិងពេលវេលារបស់ខ្លួនឯងគឺជាទម្រង់នៃការថែទាំខ្លួនឯង 9. ជៀសវាងការសម្រេចចិត្តសំខាន់នៅពេលអារម្មណ៍របស់អ្នកមិននឹងណូការវិនិច្ឆ័យរបស់អ្នកអាចនឹងមានភាពស្រពេចស្រពិលបើអាចសូមពន្យាពេលការសម្រេចចិត្តសំខាន់ដូចជាការផ្លាស់ប្ដូរការងារឬការបែកបាក់ទំនាក់ទំនងរហូតដល់អ្នកមានអារម្មណ៍ល្អឡើងវិញ 10. ស្វែងរកចំណូលចិត្តដែលនាំមកនូវភាពរីករាយឆ្លៀតពេលខ្លះសម្រាប់សកម្មភាពដែលអ្នកចូលចិត្តនិងនាំមកនូវភាពរីករាយដល់អ្នកដូចជាការស្ដាប់តន្ត្រីការគូររូបការចំណាយពេលជាមួយសត្វចិញ្ចឹមឬការលេងល្បែងកម្សាន្ត 11. អនុវត្តការដឹងគុណចំណាយពេល 2-3 នាទីរៀងរាល់ថ្ងៃដើម្បីរំលឹកនិងសរសេរនៅរឿងវិជ្ជមានតូចៗដែលអ្នកមានអំណរគុណចំពោះការធ្វើបែបនេះអាចផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់អ្នកពីភាពអវិជ្ជមានទៅជាភាពវិជ្ជមាន 12. ស្វែងរកជំនួយពីអ្នកជំនាញប្រសិនបើអារម្មណ៍ពិបាកចិត្តរបស់អ្នកមានរយៈពេលយូរជាង2សប្តាហ៍ហើយរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកការងារការសិក្សាឬទំនាក់ទំនងសូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះជាមួយអ្នកប្រឹក្សាយោបល់ឬគ្រូពេទ្យជំនាញផ្នែកសុខភាពផ្លូវចិត្តការទទួលបានជំនួយគឺជារឿងក្លាហានមិនមែនជាភាពទន់ខ្សោយនោះទេសូមចងចាំថាការព្យាបាលខ្លួនឯងពីភាពពិបាកចិត្តត្រូវការពេលវេលាសូមមានចិត្តសប្បុរសនិងអត់ធ្មត់ជាមួយខ្លួនឯងតើអ្នកចង់ចាប់ផ្ដើមអនុវត្តវិធីសាស្ត្រណាមួយមុនគេសូមខមមិនខាងក្រោមវីដេអូនេះសូមអរគុណ